អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានិងមើលកំសាន្តលេងសម្រាប់ថ្ងៃទី30 ខែ 4 2026តម្រុយរបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតាមមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជា subscribe ឬក៏ដឹងឲ្យ channel ថ្មីយាយម្នាក់មួយផងអូនណាដើម្បីទទួលបានវីដេអូក្រោយតើចឹងពុកម៉ែបងប្អូនចូលមកស្ដាប់សុបិនយាយយប់មិញនេះយាយសុបិនឃើញថាយាយហ្នឹងទៅទិញផ្ទះបានមួយថាផ្ទះហ្នឹងធ្វើមកពីកញ្ចក់ពណ៌ខៀវប៉និតមែនតើឡើងចែងចាំងណាហ្នឹងហើយផ្ទះដែលយាយទិញហ្នឹងយាយដាក់មកបន្ទប់សុទ្ធតែក្មួយរបស់យាយក្មួយទូចនៅក្នុងបន្ទប់ហ្នឹងមកបន្ទប់ថាយាយស្រឡាញ់ផ្ទះហ្នឹងខ្លាំងណាស្រឡាញ់ដូចផ្ទះនៅក្នុងក្តីសម័យអញ្ចឹងណាឃើញទិញបានផ្ទះហ្នឹងមួយហើយមកបន្ទប់ដាក់សតតែក្មេងក្មួយរបស់យាយមានអាទូចមានអាធំនៅក្នុងបន្ទប់ហ្នឹងមកបន្ទប់ឲ្យបលែងគ្នាលេងអញ្ចឹងណាហើយយាយដើរមើលផ្ទះហ្នឹងថាយាយស្រឡាញ់មែនតើហ្មងកញ្ចក់ពណ៌ទឹកតែពណ៌ស្លែចាផ្ទះហ្នឹងផ្ទះកញ្ចក់បងអូនចាអញ្ចឹងយើងក៏កាត់យកចិត្ត47 48 11 14 40គុត8 47 114 47គុតអស់40និងអស់10ចុះពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងស្នាងល្អដល់អ្នកគ្នាអញ្ចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ